ទស្សនៈកម្ពុជាត្រៀមបិទសញ្ញេកិច្ចព្រមព្រៀងសន្តិភាពទុកឲ្យថៃលេងជាមួយអាមេរិកខ្លួនឯងជាយុទ្ធសាស្ត្រក្នុងដំណាក់កាលនេះកម្ពុជាមិនចាំបាច់បន្ទន់អិរិយាបថពេកសម្របខ្លួនជ្រុលឬខ្វល់ខ្វាយខ្លាំងចំពោះអ្វីដែលថៃចង់បាននោះទេជាការពិតការចរចាតែងមានការស្នើសុំនិងធ្វើសម្បទានជាមួយគ្នាទៅវិញទៅមកប៉ុន្តែបើថៃទាមទារអ្វីហួសហេតុឬដាក់លក្ខខណ្ឌខុសទំនងកម្ពុជាមិនត្រូវធ្វើតាមឡើយបើថៃខឹងខ្លាំងឬចង់ធ្វើអ្វីនោះទុកឲ្យថៃប្រឈមមុខជាមួយអាមេរិកខ្លួនឯងចុះថៃទើបនឹងប្រកាសយ៉ាងខែងរែងថាបើមិនបានអ្វីដូចចិនខ្លួននឹងមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើយលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកខំជិះយន្តហោះឆ្លងទ្វីបមកដោយបំណងធំបំផុតដើម្បីជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃតែថៃបែរជាមិនចង់ចូលតុចរចាឬមិនចង់ចុះហត្ថលេខាតើថៃហ៊ានមែនឬគ្រាន់តែសម្ដីធំជាងមានតើថៃចង់ឲ្យលោកត្រាំមកខាត់ជើងទទេនិងលក់មុខលើឆាកអន្តរជាតិឬបើថៃពិតជាក្រអឺតក្រទមបែបនេះមែននឹងល្អមើលជាមិនខានហើយថៃនឹងត្រូវប៉ះទង្គិចយ៉ាងខ្លាំងជាមួយអាមេរិកព្រោះបានបំបាក់មុខត្រាំប៉ុន្តែច្បាស់ណាស់ថានៅពេលថ្ងៃនោះមកដល់ជាក់ស្ដែងថៃពិតជាមិនហ៊ានដំឡើងរឹកដូចនេះឡើយគឺត្រូវតែចូលរួមចុះហត្ថលេខាតាមការគ្រោងទុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនាឱកាសកិច្ចប្រជុំកំពូលអាស៊ានក្នុងរាជធានីកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយក៏ជាប្រធានអាស៊ានបដូវវេនផងនោះនឹងចូលរួមចុះហត្ថលេខាធ្វើជាសាក្សីព្រោះមើលទៅដូចជាមិនអាចធ្វើបានតាមចិត្តនៅអ្វីដែលខ្លួនខំត្រដរទាមទារថៃក៏បង្ហាញឲ្យឃើញពីសញ្ញាណមិនចង់បានកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាគណៈកិច្ចព្រមព្រៀងសន្តិភាពជិតនឹងដល់ពេលត្រូវចុះហត្ថលេខាបង្កើតជាផ្លូវការទៅហើយថៃប្រឹងធ្វើអំពើមិនចេះខ្មាស់អៀនជាច្រើនដើម្បីឲ្យកិច្ចព្រមព្រៀងនេះរលាយខ្លួនទៅវិញកុំឲ្យលេចរូបរាងទន់ជាក់ស្ដែងយោធាថៃបានចូលមកដាក់បន្លាលួសបន្ថែមនៅភូមិជោគជ័យកាលពីថ្ងៃទី20តុលាហើយចូលដល់ថ្ងៃទី21តុលាក៏បាននាំគ្រឿងចាក់មកឈូសឆាយគំទេចផ្ទះពលរដ្ឋខ្មែរមួយគ្រួសារស្រស់ៗនៅភូមិនេះដដែលទង្វើរបស់យោធាថៃដែលប្រៀបដូចជាធ្មប់ចូលនេះកើតឡើងមុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជិតមកដល់ហើយក៏កើតឡើងក្នុងពេលមន្ត្រីផ្នែកកិច្ចការព្រំដែនកម្ពុជាថៃកំពុងជួបប្រជុំគ្នាដោយកិច្ចប្រជុំមួយកំពុងដំណើរការនៅប្រទេសម៉ាឡេស៊ីនិងកិច្ចប្រជុំមួយទៀតកំពុងដំណើរការនៅខេត្តចន្ទបុរីថៃកំពុងប្រើស្នៀតចាប់ដៃជាន់ជើងហេតុអ្វីថៃប្រព្រឹត្តអំពើគ្មានគ្រូបាអាចារ្យប្រដៅបែបនេះគឺដើម្បីដុតកម្ពុជាឲ្យក្តៅហើយតដៃបើកម្ពុជាតដៃថៃនឹងមានលេសដើម្បីបំផ្ទុះអាវុធហើយបន្ទាប់មកខ្លួននឹងចេញពីកិច្ចព្រមព្រៀងសន្តិភាពនេះជាវិធីរបស់ថៃដើម្បីដុតកិច្ចព្រមព្រៀងនេះចោលជាមុនតែម្ដងពីព្រោះថានៅពេលលោកត្រាំមកដល់ថៃមិនអាចបដិសេធមិនចុះហត្ថលេខានោះទេពីថ្ងៃទី22នេះទៅដល់ថ្ងៃទី26តុលានៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះចាំមើលថៃអាចមានលទ្ធភាពទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពនេះចោលមុនបានដែរឬទេជារួមជំវិញការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខឆាប់នេះទុកឲ្យថៃស្រែកឡូឡាក្ដុងក្តាំងតែឯងចុះចំណែកកម្ពុជាកាន់បិចរងចាំតែដល់ពេលប៉ុណ្ណោះដើម្បីចុះហត្ថលេខាទោះយ៉ាងណាកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ដែរទី1ចំពោះលក្ខខណ្ឌរបស់ថៃដែលធ្វើឲ្យកម្ពុជាខាតបង់ទី2ធ្វើបើត្រូវអត់ធ្មត់រងចាំឲ្យពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមកដល់តែកម្ពុជាក៏មិនបណ្ដោយឲ្យថៃធ្វើអ្វីតាមអំពើចិត្តមកលើដែនអធិបតេយ្យជាតិខ្លួនដែរក្រដាស់កិច្ចព្រមព្រៀងសន្តិភាពក៏ត្រូវការដីធ្លីផ្ទះសម្បែងរបស់ពលរដ្ឋនិងដែនអធិបតេយ្យតាមព្រំដែនជាក់ស្ដែងក៏ត្រូវការពារដូចគ្នា